បាទសួស្តីបងប្អូនទាំងអស់គ្នាដែលចូលមកកាន់វីដេអូមួយនេះជាមួយនឹងខ្ញុំបាទ Channel ជា Ancia បាទជួបខ្ញុំជាមួយនឹងវីដេអូនេះដែរគឺខ្ញុំលើកយកពីម៉ូតូសង់បាទពាក់ព័ន្ធនឹងបញ្ហា DMR បាទគឺអត់ដេបាទទី1នៅពេលដែលយើងគេយកម៉ូតូយើងចូលមកគឺយើងគេសួរថាជាម៉ូតូខ្ញុំអត់បាត់ដេឥឡូវជួយមើលដេខ្ញុំផងឥឡូវយើងចាប់ដើមមើលទី1គឺយើងត្រូវកាច់សោបើកបាទកាច់សោបើកយើងមើលទៅលើពងមាត់ណានេះភ្លើងពងមាត់ហើយបើសិនជាអត់មានភ្លើងគឺយើងត្រូវតាមដានទៅមើលពុយស៊ីបណាបាទពុយស៊ីបបាទគឺទៅមើលពុយស៊ីបខ្លាញ់វាដាច់ពុយស៊ីបប៉ុន្តែបើនេះយើងកាច់មកមានភ្លើងឥឡូវយើងតាមដាន DMR យ៉ាងម៉េចទី1គឺយើងត្រូវការចុច display អូខេ display នៅមានអញ្ចឹងបន្តទៀតយើងត្រូវការចុច DMR មើលចុច DMR ភ្នែកយើងទៅមើលនៅលើពងមាត់ហើយស្ដាប់សំឡេង relay load បាទនេះ relay បាទរលាវាយហើយយើងទៅមើលពងមាត់បាទករណីបែបនេះគឺបណ្ដាលមកពីម៉ូតូហ្នឹងអាចអស់ខ្ជូងណាបងប្អូនបាទពីព្រោះថានៅពេលដែលរលាលោតបាទមានន័យថាភ្លើងមាននៅដើរធម្មតាអញ្ចឹងនៅពេលដែលរលាអត់វាយប៉ុន្តែពងមាត់អត់ញួចមានន័យថាអស់ខ្ជូងពីព្រោះថាខ្សែដែលចូលមានហើយបាទឥឡូវយើងចូលទៅមើលបានយើងស្រួលបានស្គាល់ទាំងអស់គ្នាបាទនេះគឺរលា Honda ណាបងប្អូនបាទ Honda ស៊េរីចាស់ស៊េរីថ្មីគឺដូចតែគ្នាទេជើង4ដូចគ្នាគឺធំ2តូច2ណាបាទហើយខ្សែធំពណ៌អីខ្ញុំនឹងប្រាប់នៅពេលបន្តិចទៀតនេះបាទខ្ញុំជួតវាស្អាតសិនស្រួលយើងមើលពណ៌បាទនេះគឺមានខ្សែពណ៌លឿងឆ្នូតក្រហមខ្សែតូចណាបងប្អូនពណ៌លឿងឆ្នូតក្រហមនិងខ្សែពណ៌ខ្មៅសុទ្ធណាបន្តទៀតយើងទៅមើលខ្សែធំគឺខ្សែពណ៌ក្រហមសុទ្ធចេញពីក្បាលគុយចូលរលាណាបាទហើយខ្សែពណ៌ក្រហមស្នូលសនេះគឺចេញពីរលាទៅក្បាលបោកបាទទៅក្បាលបោកដុំដេណាបាទអញ្ចឹងនៅពេលដែលដំណើរការចុចហ្នឹងគឺខ្សែពណ៌ខ្មៅនៅពេលដែលយើងកាច់សោគឺវាគឺជាខ្សែចែកចាយបងប្អូនបាទវានៅភ្ជាប់នៅនឹងរលាសាច់តែម្ដងបាទហើយគឺខ្សែពណ៌ក្រហមឆ្នូតពណ៌លឿងឆ្នូតក្រហមនេះបាទបងប្អូនដែលទៅយកម៉ាស់នៅប្រអប់ដៃខាងស្ដាំណានេះប្រអប់ដៃនេះបាទនេះបាទពេលដែលយើងចុចទៅវាមានម៉ាស់ចម្លងចូលមករលាណាបាទចម្លងចូលមករលាមានភ្លើងចាំជាស្រេចដល់ពេលចាំទៅម៉ាស់មកដល់គឺវាវាយហើយបាទគឺវាចម្លងចូលដុំដែលរលានេះហើយបាទនេះគឺពេលដែលយើងចុចណាដល់បាទគឺដើម្បីភ្ជាប់បាទហើយរលាដីនេះដែរគឺវាមានតួនាទីសម្រាប់ភ្ជាប់នឹងផ្ដាច់ខ្សែធំ2និងខ្សែតូច2ហ្នឹងបាទពេលដែលយើងចុចចូលតាក់ទៅបានវាភ្ជាប់ណាបាទពេលហើយវាផ្ដាច់តែពេលយើងចុចចូលតាក់ទៅស្គាល់ខ្សែធំ2ហ្នឹងភ្ជាប់គ្នាបាទហើយដុំដេគឺវាមានម៉ាស់ភ្ជាប់នៅនឹងយើងចាប់ភ្ជាប់តួនៅនោះហើយគឺវាមានម៉ាស់តួស្រាច់ហើយអញ្ចឹងវាត្រូវការតែភ្លើងទៅដើម្បីវាយទៅបុកភ្លើងហ្នឹងឲ្យរលាដំណើរការវិលបានណាហើយការដំណើរការដេវិលបានហ្នឹងគឺតើតែមានប្រព័ន្ធដូចខ្ញុំបាននិយាយពីលើមកអញ្ចឹងទី1គឺមានម៉ាស់មានភ្លើងណាដើម្បីឲ្យដុំដេដើរបានហើយពេលដែលដុំដេកាលនេះគឺយើងមើលដុំដេអញ្ចឹងបន្ទាប់ពីយើងដឹងថាម៉ូតូនេះអស់ខ្ជូងណាគឺយើងត្រូវការមកដោះកន្លែងនេះខ្យល់លេខ12នេះដើម្បីដោះដូរខ្ជូងណាតោះឥឡូវយើងដោះទាំងអស់គ្នាបាទឥឡូវនេះយើងដោះ8ជារួចរាល់ហើយណាបងប្អូនបាទខ្ញុំអត់បានដោះមួយបងប្អូនមើលទេខ្ញុំចង់យកទៅលក្ខណៈដែលសំខាន់មកប្រាប់បងប្អូនណាបាទទី1បាទគឺយើងត្រូវមើលលើខ្ជូងនេះបាទគឺខ្ជូងនេះដាច់បាត់ទៅហើយបងប្អូនបាទគឺដាច់ខ្ជូងបោកបាត់ទៅហើយទេបាទខ្ជូងដាច់បាត់ទៅហើយអញ្ចឹងមានថាយើងត្រូវការដោះដូរខ្ជូងណាបាទហើយនេះគឺខ្ជូងបោកនេះគឺខ្ជូងដកបាទហើយនៅខ្ជូងនេះគឺអាចដំណើរការបានដោយសាររស័រពីរនេះរុញពីក្រោយបងប្អូនដើម្បីមកបុកជាមួយទប់ពីនឹងបាល់កូលេកទ័រនេះគឺដុំកូលេកទ័រដុំភ្លើងដុំដេនេះគឺក្បាលកូលេកទ័រនេះគឺវាសាក់ខូងបាត់ហើយវាខូចទៅហើយក្នុងករណីខូចខ្លាំងអញ្ចឹងយើងត្រូវការដូរដុំដេថ្មីឬក៏មានក្បាលកូលេកទ័រយើងដូរនឹងចឹងទៅបើមិនជាអត់យើងប្រាប់ម្ចាស់គេឲ្យដូរថ្មីតែម្ដងទើបអាចដំណើរការបាននេះគឺដែលឆក់បាទបើវាល្បើកអញ្ចឹងវាគីបក្តៅអញ្ចឹងណាបងប្អូនបាទហើយនៅលើដុំដេហ្នឹងគឺមានជើងទប់ខ្ជូងដេនេះបាទហើយនៅក្នុងនេះគឺវាមានរស័រដើម្បីដាក់នៅពីក្រោយដាក់ទៅមុនហើយទើបយើងអាចដាក់ខ្ជូងដេចូលបានណាបាទនេះគឺដាក់បែបនេះបងប្អូនណាបាទដាក់ចឹងហើយយើងដាក់ដុំដេចូលទៅគឺវាដំណើរការហើយណាតែប៉ុណ្្នឹងទេ
ហើយនៅពេលដែលយើងសំខាន់គឺវិធីតាមដានហើយការដូរខ្ជូងនេះគឺយើងមានភាពងាយស្រួលដែរទេមិនលំបាកទេខ្ញុំមិនបានធ្វើវីដេអូរៀបខ្ជូងឲ្យមើលទេព្រោះថាវាអត់លំបាកទេសំខាន់គឺយើងដឹងថាតើវាខូចបែបម៉េចណាបាទហើយនិយាយពីប្រព័ន្ធដេនពេលដែលវាដំណើរការទៅវាយ៉ាងម៉េចបងប្អូនណាហេតុអីបានជាពេលយើងចុចដេទៅវាអាចដំណើរការម៉ាស៊ីនដេឆេះបានយើងគួរតែដឹងដែរព្រោះថាយើងស្រួលនឹងការតាមដានប្រព័ន្ធដេរបស់យើងហ្នឹងណាទីមួយនៅពេលដែលដុំដេវិលណានៅពេលដែលយើងចុចកុងតាក់ដំណើរការឲ្យវាវិលណាបងប្អូនបាទនៅពេលដែលកុងតាក់ដុំដេនឹងវិលតើវាមិនបានទៅជាម៉ាស៊ីនម៉ូតូអាចឆេះបានទីមួយគឺវាដុំដេហ្នឹងវាបញ្ជាទៅមញងនៅក្នុងដុំដេណាបាទនៅក្នុងដុំដេបាទតែបើពួកអាសង់03នេះគឺវាមិនបញ្ជាទៅមញងដុំដេទេគឺវាបញ្ជាទៅអាមញងមួយនៅខាងក្នុងម៉ាស៊ីនកន្ទះខាងប្លង់មញងតូចហ្នឹងវាមានកន្លះងាមជាប់បាទងាមជាប់នឹងមញងធំមញងដេវាអត់ប្រើច្រវាក់ទេណាបើយើងនិយាយពីប្រើច្រវាក់ហ្នឹងប្រើច្រវាក់ចុះឥឡូវយើងនិយាយពីដុំដេពួកសេរីចាស់គឺវាមានច្រវាក់ណាបាទមញងដុំដេហ្នឹងវាបញ្ជាទៅមញងតូចដែលនឹងជាប់ក្នុងក្បាលដុំដេបាទយើងនិយាយពីម៉ូតូក្នុងឡានសេរីចាស់បន្តទៀតគឺវាបញ្ជាទៅមញងដែលជាប់ច្រវាក់បាទច្រវាក់ហ្នឹងច្រវាក់ដែលច្រវាក់ដេហ្នឹងវាបញ្ជាទៅមញងដែលនៅជាប់នឹងបឡង់ហើយបឡង់ហ្នឹងវាបញ្ជាទៅក្របដេឲ្យរត់ទៅលើទីទួលវាចង្អៀតធ្វើឲ្យបឡង់គៀបជាប់ជាមួយនឹងមញងដេហ្នឹងក៏វាបញ្ជាដៃយ៉េនណាបាទអាបឡង់ហ្នឹងមានកលៈអាក្លាវ៉ែតបងប្អូនវាជាប់នឹងដៃយ៉េនហើយដងយ៉េនហ្នឹងគឺដៃយ៉េនបញ្ជាទៅដងយ៉េនវាឲ្យវាសងឡើងចុះបាទទូឆេះក្រោយពីឆេះហើយបឡង់ហ្នឹងវាវិលបាទពេលវិលគឺក្របដេវារត់មកកន្លែងដែលទៀបវិញណាវាលែងកន្លែងរលងវិញធ្វើឲ្យឧបករណ៍ទាំងដុំដេទាំងអស់វានៅស្ងៀមវាអត់ដេទេវាអត់ដើរដំណើរការទេគឺវាដើរនៅពេលដែលយើងចុចដេតែប៉ុណ្ណោះបាទនៅពេលដែលឆេះហើយគឺប្រឡងវិលទៅគឺវាធ្វើឲ្យក្របហ្នឹងរត់ទៅលើកន្លែងទលាយវិញដល់ពេលអញ្ចឹងវាលែងវិលអញ្ចឹងប្រព័ន្ធដេគឺវាលែងដើរនៅពេលដែលយើងឈប់ចុចកុងតាក់ដេណាបាទប៉ុណ្្នឹងទេហើយចំពោះដល់មិនខុសតែត្រង់ថាមួយប្រើច្រវាក់មួយប្រើមញងបងប្អូនមញងវាមានងាមជាប់តែម្ដងសេរីចាស់វាប្រើច្រវាក់ដេដើម្បីទៅតាក់ដូចមញងច្រវាក់កង់ក្រោយរបស់យើងអញ្ចឹងប៉ុន្តែដល់ពេលដុំដេសេរីថ្មីហ្នឹងគឺមានងាមមញងដេហ្នឹងទៅងាមរបស់វាហ្នឹងបាទទៅជាប់នឹងមញងខាងកន្ទះប្លង់មញងខាងកន្ទះប្លង់មានមញងកន្លែងថ្មិញហ្នឹងជាប់មួយបាទហើយវាទៅជាប់កាប់ជាមួយនឹងមញងធំដែលគេហៅថាមញងដេហ្នឹងគឺវាអត់ប្រើខ្សែទេវាមានងាមជាប់តែម្ដងហើយក៏វាវិលដូចតែជាងក្របប្រមាណក្របដែលនៅក្នុងប្លង់ដូចគ្នាទាំងអស់ហ្នឹងបាទគឺតែប៉ុណ្្នឹងទេហើយសំខាន់ទី2ហ្នឹងគឺខ្ញុំចង់និយាយពីរលាកដេនេះទេបាទរលាកដេហ្នឹងមានតួនាទីសម្រាប់ដាច់ខ្សែធំ2និងខ្សែតូច2ណាបាទហើយខ្សែពណ៌ក្រហមធំដែលចេញពីបូកអគុយហ្នឹងចូលរលាកនេះបាទពណ៌ក្រហមធំចេញពីបូកអគុយចូលរលាកហើយខ្សែពណ៌ក្រហមធំដែរហ្នឹងឆ្នោតសចេញពីរលាកទៅបូកគឺខ្ជុំបូកបាទហើយខ្សែពណ៌ខ្មៅហ្នឹងចេញពីកុងតាក់សោបាទចេញពីកុងតាក់សោចូលមករលាកហើយខ្សែពណ៌ក្រហមឆ្នោតលឿងហ្នឹងគឺចេញទៅយកម៉ាស់នៅលើបេតុងដេណាបាទបេតុងដែលយើងចុចដេមីរ៉ឺហ្នឹងបាទគឺវាទៅយកម៉ាស់ហ្នឹងគេហៅថារលាកចាំម៉ាស់បើ Suzuki ស្មាក់វិញគឺវាគឺជារលាកចាំភ្លើងបាទម៉ាស់វានៅចាំវាស្រាច់វាទៅយកភ្លើងនៅកុងតាក់ណាបាទអញ្ចឹងប៉ុណ្្នឹងទេវីដេអូនេះខ្លីទេពីព្រោះថាខ្ញុំចង់ប្រាប់ពីប្រព័ន្ធតាមដានប្រព័ន្ធដេមីរ៉ឺរបស់សង់ស៊ុំស៊េរី PC2 បាទ PC2 ណាបងប្អូនបាទអញ្ចឹងអរគុណចំពោះការចូលរួមទស្សនាហើយបើយល់ថាវីដេអូនេះមានសារប្រយោជន៍ល្អជួយចុច like ហើយនឹងចុច subscribe ដាក់រូបកណ្ដឹងម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលាជូនពរសំណាងល្អទាំងអស់គ្នាបាទ